Mbappé ទាត់បញ្ចូលទី2គ្រាប់ឲ្យ Real Madrid យកឈ្នះលើក្រុមភ្ញៀវ Celta de Vigo ក្នុងសប្តាហ៍ទី34នៃក្របខ័ណ្ឌ La Liga របស់អេស្ប៉ាញរកបាន3ពិន្ទុបន្ថែមឲ្យ Real Madrid ធ្វើឲ្យ Lewandowski កំពុងមានការព្រួយបារម្ភអាចនឹងរបូតស្បែកជើងមាសប្រសិនបើមិនអាចវិលត្រឡប់មកវិញនៅចុងរដូវកាលនេះបាទសួស្តីបងប្អូនក្នុងការប្រកួតសប្តាហ៍ទី34នៃក្របខ័ណ្ឌ La Liga របស់អេស្ប៉ាញរវាងក្រុមម្ចាស់ផ្ទះ Real Madrid បាទទ្វីកន្លះឋានរបស់ខ្លួន Estadio Santiago Bernabeu ស្ថិតនៅក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញស្វាគមន៍ក្រុមបាល់ទាត់ Celta Vigo ដើម្បីប្រកួតនៅក្នុងសប្តាហ៍ទី34លទ្ធផល Real Madrid បានយកឈ្នះលើក្រុមបាល់ទាត់ Celta Vigo ក្នុងលទ្ធផល3-2ចាប់ផ្ដើមការប្រកួតនៅក្នុងវគ្គទី1 Real Madrid ធ្វើបានល្អយ៉ាងខ្លាំងដោយរកបាន2គ្រាប់ដោយគ្រាប់បាល់ទី1ធ្វើបានដោយកីឡាករ Arda Güler យុវជនវ័យក្មេងសញ្ជាតិទូគីគ្រាប់បាល់ទី2ធ្វើបានដោយយុវជនសញ្ជាតិបារាំងកីឡាករ Kylian Mbappé សុទ្ធបញ្ចូលទីបានយ៉ាងល្អដូចគ្នាចាប់ការប្រកួតវគ្គទី1 Real Madrid នាំមុខ 2-0 លើក្រុមបាល់ទាត់ Celta de Vigo ចូលដល់ការប្រកួតវគ្គទី2ដើមតង់ Mbappé បន្តធ្វើបានល្អរកបានគ្រាប់បាល់ទី2ដែលជាគ្រាប់បាល់ទី24នៅក្នុងក្របខ័ណ្ឌ La Liga របស់អេស្ប៉ាញនៅក្នុងរដូវកាលនេះកំពុងតែតាមប្រកិតជាមួយនឹង Lewandowski ដែលកំពុងមាន25គ្រាប់អញ្ចឹងប្រសិនបើ Lewandowski មិនអាចវិលត្រឡប់មកលេងប្រហែល 3-4 ប្រកួតចុងក្រោយជាមួយនឹង Barcelona បាននោះទេ Mbappé មានភាគរយខ្ពស់ក្នុងការប្រជែងយកស្បែកជើងមាសពីសំណាក់កីឡាករ Robert Lewandowski ព្រោះដោយសារពិន្ទុគ្រាប់បាល់នេះគឺខុសគ្នាតែមួយគ្រាប់ប៉ុណ្ណោះមួយគ្រាប់នេះប្រសិនបើ Mbappé ធ្វើបានល្អពួកគេនឹងអាចឈ្នះស្បែកជើងមាសជាមួយនឹងក្រុមបាល់ទាត់ Atletico Real Madrid ហើយ Real ក៏មិនទាន់អស់សង្ឃឹមក្នុងការប្រជែងពាន La Liga ដែរដោយការនេះដោយរំពឹងលើការប្រកួតនៅសប្តាហ៍ទី35សប្តាហ៍ក្រោយជាមួយនឹង Barcelona ប្រសិនបើ Real អាចឈ្នះ Barca Real អាចនឹងទាញបន្ទុក Barca ចុះហើយបាទអញ្ចឹងគឺគេអាចឆ្មក់ឡើងដើម្បីឡើងបានបន្ទុក78បន្ទុកពេញប្រសិនបើ Real ឈ្នះសប្តាហ៍ទី38អញ្ចឹង Barca ឈ្នះ Real តែមួយពងទេបើសិនជា Real ធ្វើបានក្នុងការប្រកួត El Clasico ជំនួបលើកទី4ក៏ដូចជាការប្រកួតលើកទី2បាទសម្រាប់ជើងទី2នៅក្នុង La Liga ដែលពួកគេធ្លាប់បានជួបគ្នា3លើកកន្លងមក Real មិនដែលឈ្នះទេអញ្ចឹង Lewandowski កំពុងតែមានការព្រួយបារម្ភបើសិនបើ Lewandowski នៅតែបន្តមិនអាចបង្ហាញខ្លួនលើទីលានទៀតពេលអាចនឹងយកស្បែកជើងមាសបាទអញ្ចឹងអាចនឹងយកស្បែកជើងមាសពីសំណាក់ក្រុមបាល់ទាត់ Barcelona ក៏មិនទាន់ស្រួលចិត្តប្រហែលដែរបងប្អូនយល់សារតែ Barca ពួកគេត្រូវធ្វើការប្រកួតជើងទី2នៅថ្ងៃអង្គារនេះជាមួយនឹង Inter Milan មានន័យថា Inter Milan បាទនៅក្នុងដី Inter Milan Barca នឹងត្រូវធ្វើការងារធ្ងន់ជាមួយនឹងក្រុមជើងខ្លាំងអ៊ីតាលីដើម្បីមានឱកាសឡើងនៅកាន់ការប្រកួតវគ្គផ្ដាច់ព្រាត់នៅពេលដែល Barcelona ត្រៀមខ្លួនសម្រាប់ការប្រកួតជាមួយ Inter Milan ឬក៏ Barca អាចឡើងនៅកាន់ការប្រកួតវគ្គផ្ដាច់ព្រាត់គេនឹងត្រូវចំណាយកម្លាំងច្រើនក្នុងការប្រកួតលីកផងជាមួយនឹង Champions League ផងខ្ញុំគិតថាពេលនោះប្រហែលជា Barca អាចនឹង focus បដោតធំជាងគេគឺ Champions League ប៉ុន្តែ La Liga ក៏គេបដោតដូចគ្នាប៉ុន្តែគ្រាន់ថា La Liga Real Madrid នៅតែជាគូប្រជែងមួយដ៏តានតឹងដែរអញ្ចឹងវាជាចំណុចមួយដែលចំណេញសម្រាប់ Real Madrid បន្តិចប៉ុន្តែក៏មិនចំណេញច្រើនពេកដែរបើមិនបើ Barcelona ចាញ់ Real Madrid សប្តាហ៍ទី35 Barcelona ឈ្នះបន្ទុក Real មួយបន្ទុកប៉ុន្តែបើគេឈ្នះ3ប្រកួតជាប់គ្នាចុងក្រោយហ្នឹងគឺគេនឹងដឹងតែលើកពានដោយស្វ័យប្រវត្តិហើយតែយ៉ាងណាយើងបន្តរងចាំតាមដានបន្តទៀតបាទដោយការនេះគឺទាំងស្បែកជើងមាសទាំងពាន La Liga ស្ថិតនៅក្នុងស្ថានភាពប្រជែងគ្នាយ៉ាងតានតឹងមែនទែនបាទ Real Madrid បើតែឈ្នះ 3-2 ក៏ប៉ុន្តែតែធ្វើឲ្យអ្នកគ្រប់គ្រងគឺវេទនាចិត្តមែនទែនដោយសារតែចាប់ដើមចូលដល់តង់ទី2ពាក់កណ្ដាលផ្លូវតង់ទី2បន្តនាំមុខ 3-0 ហើយបណ្ដោយឲ្យក្រុមបាល់ទាត់ Celta Vigo ទាត់មួយហើយមួយទៀតប៊ីសបាទចុងម៉ោងប៊ីសតែធ្វើឲ្យបន្ទុកនឹង3ស្មើទៅហើយបាទសម្រាប់ Celta Vigo វាបកប៊ីសទៅបាន3គ្រាប់បងប្អូនយើងបាទប៊ីសទៅបាន3គ្រាប់តែជាសំណាងល្អដែល Real អាចទប់បានក្នុងលទ្ធផល 3-2 អញ្ចឹងទទួលបាន3បន្ទុកបន្ថែមប៉ុន្តែសម្រាប់អ្នកវាយ Real Madrid នឹងដេកហើយបាទជុំមិញបាទអញ្ចឹងអត់មានអ្វីច្រើនទេបងប្អូនយើងរងចាំតាមដានទស្សនាបន្តទៀតថាតើជំនួប El Clasico ជើងទី2នៃក្របខ័ណ្ឌ La Liga របស់អេស្ប៉ាញនឹងទៅជាយ៉ាងណាក្នុងដីរបស់ Barcelona បាទអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនានៅវីដេអូនេះកុំភ្លេចជួយ share ម្នាក់មួយផងបាទអរគុណសូមគោរពលា